ជំរាបសួរអ៊ំពូមីងតាយាយទាំងអស់គ្នាថ្ងៃនេះគឺខ្ញុំបានធ្វើ vlog ថ្មីបំផុតពូមីងចូលចិត្តកុំភ្លេច share like ឲ្យខ្ញុំម្នាក់មួយផងហើយពេលនេះខ្ញុំកំពុងកាត់តនេះគឺជារឿងដែលខ្ញុំកាត់តគឺជារឿងនឹងនាតហើយអ៊ំពូមីងកុំភ្លេចទស្សនានៅក្នុង YouTube ផងព្រោះនៅក្នុង YouTube ចេញយូរខ្លាំងមែនតើចង់មួយឆ្នាំជាងហើយអ៊ំពូមីងនេះខ្ញុំកំពុងតែកាត់តទស្សនាមកខ្ញុំទៅអ៊ំពូមីងមុខខ្ញុំនេះឡើងដូចជ្រូកហើយអ៊ំពូមីងមិនតាន់ទស្សនាអាចទៅទស្សនាបាននៅក្នុង YouTube ក្រុមយើងបានជីរឿងច្រើនមែនតើមើល TikTok เพจកំ pl ែងនោះអាเพจនោះគឺជាเพจខ្លី9ហ្នឹងមានរឿងច្រើនមែនតើហើយមិនតាន់ឃើញមុខចាំមើលណាចាំទស្សនាមុខគាត់ណាថាមុខគាត់នេះស្អាតឬក៏មិនស្អាតទីខ្លាចជាជីមីនអីទៅចាំមើលណាតែនអ៊ំពូមីងនេះគឺជាមុខរបស់គាត់សង្ហាទេអ៊ំពូមីងបើសង្ហាកុំភ្លេច comment ផងអ៊ំពូមីងនេះគឺជាវីដេអូដែលគាត់បានកាត់កុំភ្លេចទស្សនាផងអ៊ំពូមីងនៅក្នុង TikTok ខ្លី9គាត់កាត់រឿងភូមិខ្មោចដែលអ៊ំពូមីងបានឃើញនេះគឺជាអ្នកផុសរឿងនៅក្នុងខ្លី9បាទគាត់គឺជាអ្នកផុសរឿងមួយដល់ចំណានមែនតើគាត់មើលរឿងសិនបានគាត់យកទៅផុសនេះគឺជារឿងដែលកែងប្លឺហ្នឹងគឺគាត់ខ្សែចឹងហើយគឺ TikTok ចាប់ចឹងហើយគាត់ដាក់ប្លឺចឹងហើយនេះគឺជាអ្នក share បាទនេះគឺជាអ្នក share ក្នុង Facebook បាទនិយាយទៅគ្រប់យ៉ាងនេះគឺជាកុំព្យូទ័រគាត់គីពណ៌សអាចជួយយើងបានតែននេះគឺជាមុខគាត់បាទអ៊ំពូមីងគាត់ជាឃើញហើយមុខគាត់គឺបែបហ្នឹងឥឡូវទស្សនាខ្ញុំកាត់តវិញម្ដងអ៊ំពូមីងគាត់ជាឃើញហើយនេះមុខខ្ញុំថតដូចជ្រូកហើយណាស់អញ្ចឹងហើយខ្ញុំរបងតែកាត់ហើយកងដៃខ្ញុំមាន16ឥឡូវខ្ញុំរៀបចំ render ហើយនេះគឺជាកន្លែង render របស់ខ្ញុំនេះគឺខ្ញុំ render នាំចូលនៅក្នុងកន្លែងឯកសារខ្ញុំហើយនេះអ៊ំពូមីងខ្ញុំកំពុងតែ render ខ្ញុំ render មិនទាន់ពេញទេអ៊ំពូមីងកុំតន់ខឹងខ្ញុំអីនេះខ្ញុំអង្គុយច្រងាត់មិនដឹងថាធ្វើស្អីទេហើយពេលនេះគឺខ្ញុំ render ពេញហើយគឺខ្ញុំចូលក្នុងឯកសារខ្ញុំនឹងបានចុចវីដេអូនេះវីដេអូខ្ញុំដែលខ្ញុំបានកាត់ហើយឥឡូវពូសេបានបាត់កុំព្យូទ័រគាត់ហើយក៏គាត់ចូលកុំព្យូទ័រមួយទៀតដែលកុំព្យូទ័រនឹងដែរហ្នឹងក៏គាត់ចេះកាត់ដែរគឺគាត់CapCutអ៊ំពូមីងកុំព្យូទ័រដែលគាត់កាត់នោះគឺមានពណ៌ចេញស្អាតខ្លាំងមែនតើហើយកុំព្យូទ័រគាត់គឺជាកុំព្យូទ័រ gaming ទៀតផងចឹងហើយអ៊ំពូមីងប្រកាសជាចង់បានជាមិនខានដើម្បីយកទៅកាត់វីដេអូអីចឹងទៅណាអ៊ំពូមីងនេះទស្សនាមុខគាត់ទៅហើយទស្សនាមុខខ្ញុំផងនេះគឺខ្ញុំ render មកវីដេអូទៀតហើយគឺវីដេអូមួយនេះគឺរឿងនាងនាថដដែលបាទហើយនេះទស្សនាមុខខ្ញុំទៀតហើយបាទមុខខ្ញុំនឹងសញ្ជុកសញ្ចឹងរឿងអីទេបាទនេះខ្ញុំកំពុងតែទស្សនាសៀវភៅបាទទស្សនាសៀវភៅរឿងអីក៏មិនដឹងដែរបាទខ្ញុំគឺកំពុងតែអានគឺញាប់ខ្លាំងមែនតើបងពូមីងនេះគឺជារឿងហ្នឹងដែលរឿងខ្ញុំចូលចិត្តអានខ្លាំងមែនតើអ៊ំពូមីងរឿងហ្នឹងជាប្រភេទរឿងខ្មោចរឿងហ្នឹងគឺសាហាវខ្លាំងមែនតើគឺខ្ញុំមើលដូច manga អញ្ចឹងអ៊ំពូមីងរឿងហ្នឹងគឺនិយាយឆ្លើយឆ្លងគ្នារឿងតែស្ទូចត្រីតែគេល្បីរឿងធ្លាក់ចូលក្នុងអណ្ដូងខ្មោចអញ្ចឹងណានេះគឺជាសៀវភៅដែលខ្ញុំអានអ៊ំពូមីងតាយាយវីដេអូខ្ញុំមានតែប៉ុណ្្នេះទេចាំមកជួយចុច like share ឲ្យខ្ញុំផងអញ្ចឹងគឺជម្រាបលាបាយបាយ